not happy with what Putin's doing. He's killing a lot of people, and I don't know what the hell happened to Putin. I've known him a long time, but he's sending rockets into cities and killing people, and I don't like it at all. Donald Trump ទើបបាននិយាយថាប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឈួតមែនតែនហើយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាប្រធានាធិបតី Vladimir Putin បានឈួតទាំងស្រុងហើយសម្រាប់ការវាយប្រហារតាមអាកាសដ៏ធំទៅលើអ៊ុយក្រែន Trump បាននិយាយផងដែរថាលោកកំពុងគិតអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីអញ្ចឹង Trump ថា Putin បានឈួតមែនតែនហើយដោយបានបើកការវាយប្រហារអត់ធ្លាប់មានពីមុនមកទៅលើប្រទេសអ៊ុយក្រែនតាមអាកាស3យប់ជាប់គ្នាវាគឺជាលើកទី1ហើយដែល Trump និយាយអញ្ចឹងពី Putin Trump ទ្រាំយូរហើយឥឡូវផ្ទុះចេញមកថា Putin ឈួតគិតតែពីសម្រាប់ប្រជាជនអ៊ុយក្រែនអត់ចង់បានសន្តិភាពTrump បានធ្វើការអត្ថាធិប្បាយទាំងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគណៈពេលដែលប្រជាជនអ៊ុយក្រែនជាច្រើនដែលកំពុងតែដេកបានភ្ញាក់ឡើងដោយសារតែសូរសំឡេងយន្តហោះគ្មានមនុស្សបើកនិងសំឡេងផ្ទុះ3យប់ជាប់គ្នាទាហានរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសម្ដងទៀតហើយប្រជាជនអ៊ុយក្រែនកំពុងស្ដាប់សំឡេងកងទ័ពរបស់ពួកគេព្យាយាមបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងយប់អញ្ចឹងនៅពេលដែលប្រជាជនអ៊ុយក្រែនពងតែដេកសុកហ្នឹងស្រាប់អីត្រូវបានដាស់ភ្ញាក់ឡើងត្រូវបានខោកឡើងដោយសារតែឮសំឡេងដ្រូនហើយនិងសំឡេងផ្ទុះពីគ្រាប់មីស៊ីលមិនមែនមួយយប់ទេតែ3យប់ជាប់គ្នាហើយមិនដឹងថាប្រជាជនភ័យយ៉ាងណាទេដោយសង្ឃឹមថាមីស៊ីលដែលកំពុងតែហោះហ្នឹងកុំហោះមកចំកន្លែងឬក៏ផ្ទះរបស់ពួកគេបើកងទ័ពអាកាសរបស់អ៊ុយក្រែនវិញក៏អត់នៅស្ងៀមដែរពួកគេបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីហ្នឹងតែបាញ់អត់អស់នោះទេដោយសារតែរុស្ស៊ីហ្នឹងបានបាញ់ម្ដងមកស្រោចយកតែម្ដងអញ្ចឹងពិបាកទប់ខ្លាំងណាស់ធ្វើឲ្យធ្លាក់ចំប្រជាជនTrump បានសរសេរថាមានរឿងកើតឡើងលើ Putin ហើយគាត់ពិតជាឈួតហើយលោកបាននិយាយថា I've always said that he wants all of the Ukraine not just a piece of it and maybe that's proving to be right and if it does it will lead to the downfall of Russia អញ្ចឹង Trump គាត់ថាខ្ញុំតែងតែនិយាយថាគាត់ចង់បានអ៊ុយក្រែនទាំងមូលសម្ដៅទៅលើ Putin នឹងឯងមិនមែនត្រឹមតែមួយផ្នែករបស់ប្រទេសអ៊ុយក្រែននោះទេប៉ុន្តែទាំងមូលតែម្ដងប៉ុន្តែប្រសិនបើគាត់នឹងធ្វើមែនវានឹងនាំទៅដល់ការដួលរលំនៃប្រទេសរុស្ស៊ីគឺ Trump បានគំរាម Putin ថាសាក់តាហ៊ានវាយយកអ៊ុយក្រែនទាំងមូលលោមើរុស្ស៊ីនឹងដាំក្បាលចុះTrump ក៏បានបន្តថា Zelensky មិនអាចជួយប្រទេសរបស់គាត់ដោយនិយាយតាមរបៀបដែលបង្កបញ្ហាកាន់តែច្រើននោះទេគាត់បាននិយាយថាខ្ញុំមិនចូលចិត្តវាហើយបើឈប់ល្អជាងTrump មិនត្រឹមតែថាឲ្យ Putin ទេគាត់ក៏បានស្ដីបន្ទោសឲ្យប្រធានាធិបតីអ៊ុយក្រែន Zelensky ផងដែរបងប្អូននៅពេលដែលសួរអំពីមតិរបស់ Trump រដ្ឋាភិបាលរុស្ស៊ីមិនបានឆ្លើយតបដោយផ្ទាល់ទេប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថាម្នាក់កំពុងស្ថិតក្រោមសម្ពាធផ្លូវចិត្តនៅពេលនេះហើយកំពុងតែមានប្រតិកម្មទៅតាមអារម្មណ៍ប្រធានាធិបតី Zelensky មិនបានឆ្លើយតបដោយផ្ទាល់ទៅកាន់ Trump នោះទេប៉ុន្តែនៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់គាត់បាននិយាយថាការវាយប្រហាររបស់រុស្ស៊ីបង្ហាញថា Putin មិនចង់បានសន្តិភាពផ្ទុយទៅវិញគាត់ចង់បន្តសង្គ្រាម Zelensky ថាមិនមានហេតុផលយោធាសម្រាប់ការវាយប្រហារទាំងនេះទេនេះគឺជាការសម្រេចចិត្តនយោបាយរបស់ Putin និងរុស្ស៊ីក្នុងការបន្តការប្រយុទ្ធនិងបំផ្លាញជីវិតមនុស្សបើនិយាយពីហេតុផលធ្វើសង្គ្រាមវិញគឺការវាយនេះរបស់រុស្ស៊ីហ្នឹងគឺអត់ត្រូវតតែសោះវាអាចមកពីហេតុផលនយោបាយរបស់ Putin ច្រើនជាងដែលចង់សម្លាប់ប្រជាជនអ៊ុយក្រែនឲ្យបានច្រើនតាមតែអាចធ្វើទៅបានលោកបានបន្ថែមថារុស្ស៊ីបានប្រើយន្តហោះគ្មានមនុស្សបើកជាង900ហើយនិងមីស៊ីលក្នុងរយៈពេលត្រឹម3យប់លោកថានេះបង្ហាញថារុស្ស៊ីមិនខ្វល់ពីការចរចាសន្តិភាពទេលោកបានអំពាវនាវឲ្យមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីបញ្ឈប់យោធារបស់រុស្ស៊ីត្រឹម3យប់ដ្រូនជាង900គ្រឿងត្រូវបានប្រើបូកផ្សំទាំងមីស៊ីលជាច្រើនគ្រាប់ទៀត Zelensky សុំឲ្យប្រទេសក្រៅជួយដាក់សម្ពាធទៅលើរុស្ស៊ីនឹងបន្ថែមទៀតបើមិនធ្វើអញ្ចឹងទេប្រជាជនរបស់គាត់នឹងស្លាប់កាន់តែច្រើនទាំងអ៊ុយក្រែនហើយនិងរុស្ស៊ីកំពុងតែប្រើប្រាស់ដ្រូននៅក្នុងការប្រយុទ្ធហើយការប្រយុទ្ធគ្នាកើតឡើងនៅផ្នែកសំខាន់នៃជួរមុខ
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាការវាយប្រហារចុងក្រោយរបស់រុស្ស៊ីបានវាយលុកទៅដល់5កន្លែងប៉ុន្តែពួកគេមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេតំបន់មួយដែលត្រូវបានវាយប្រហារគឺ Khmelnytsky នៅភាគខាងលិចអ៊ុយក្រែនគឺជាទីតាំងមូលដ្ឋានយោធាមីស៊ីល7គ្រាប់ហើយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហារតំបន់នោះអគារមួយចំនួនត្រូវបានខូចខាតហើយក្មេងប្រុសអាយុ14ឆ្នាំម្នាក់បានរងរបួសនៅក្នុងទីក្រុងអូដេសាបងប្អូនអគារជាង80ខ្នងរងការខូចខាតនៅទូទាំងប្រទេសអ៊ុយក្រែនហើយមានអ្នករបួសនឹងច្រើនអ្នកផងដែររុស្ស៊ីបាននិយាយថាខ្លួនកំពុងតែកំណត់គោលដៅទៅលើទីតាំងយោធាជាពិសេសមូលដ្ឋានទ័ពអាកាសនៅ Khmelnytsky ការវាយប្រហាររបស់ពួកគេគឺជាការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុងមួយចំនួនរបស់រុស្ស៊ីនៅអាកាសយានដ្ឋានក្នុងរដ្ឋ New Jersey ត្រាំបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងលើពូទីនទេគាត់កំពុងតែសម្លាប់មនុស្សជាច្រើនអ្នកហើយខ្ញុំមិនសប្បាយចិត្តអំពីវាទេ I'm not happy with what Putin's doing. He's killing a lot of people, and I don't know what the hell happened to Putin. I've known him a long time, always gotten along with him, but he's sending rockets into cities and killing people, and I don't like it at all. ត្រាំថាការដាក់ទណ្ឌកម្មបន្ថែមទៀតប្រហែលជាចាំបាច់អញ្ចឹងត្រាំអត់ដឹងថាតើពូទីននឹងកើតអីគេអត់ដឹងថាគាត់នឹងកំពុងតែគិតពីអីបានជាអត់ព្រមឈប់គិតតែបន្តសម្លាប់ត្រាំថាគាត់អត់សប្បាយចិត្តនៅពេលដែលពូទីនធ្វើអញ្ចឹងនោះទេហើយអាមេរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតបើចាំបាច់ការវាយប្រហារតាមអាកាសនៅថ្ងៃអាទិត្យរបស់រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកហើយនឹងមីស៊ីលជាង360បានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់នៅក្នុងនោះគឺមានកុមារ3នាក់ផងដែរការវាយប្រហារនេះគឺជាការវាយប្រហារដ៏ធំបំផុតនៃសង្គ្រាមមួយនេះបើនិយាយពីអាវុធដែលបានប្រើប្រាស់អញ្ចឹងកាលពីថ្ងៃអាទិត្យនឹងរុស្ស៊ីបានប្រើដ្រូនហើយជាមួយនឹងមីស៊ីលជាង360គ្រាប់ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់គឺយ៉ាងតិច12នាក់បានបាត់បង់ជីវិតហើយអ្នកដែលរងរបួសវិញគឺមានជាង60នាក់ឯណោះអ៊ុយក្រែនក៏បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរុស្ស៊ីរួមទាំងកន្លែងខ្លះនៅក្បែរទីក្រុងមូស្គូត្រាំបានព្យាយាមជំរុញឲ្យរុស្ស៊ីនិងអ៊ុយក្រែនបញ្ឈប់សង្គ្រាមនេះប៉ុន្តែនៅតែមិនអាចទទួលយកបានសន្តិភាពហើយការប្រយុទ្ធកាន់តែអាក្រក់ទៅអញ្ចឹងព័ត៌មានមួយនេះគឺបងប្អូនបានឃើញហើយត្រាំថាពូទីននឹងឈួតមែនតែនហើយដោយបានវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ុយក្រែន3យប់ជាប់គ្នាតាំងពីដើមមកគឺត្រាំអត់ដែរនិយាយចំថាឲ្យពូទីនអញ្ចឹងទេមកពីគាត់ទ្រាំលេងបានទៀតដំបូងនិយាយគ្នាថាយល់ព្រមបត់ឈប់បាញ់គឺការផ្អាកធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែននិយាយបានតែនិយាយការវាយនៅតែបន្តអត់ឈប់ប្រជាជនអ៊ុយក្រែនដេកអត់ស្កប់ទេតាំងពីថ្ងៃអាទិត្យមកយប់ណាក៏រុស្ស៊ីប្រើដ្រូនហើយនឹងមីស៊ីលបាញ់មកលើទីក្រុងរបស់អ៊ុយក្រែនដែរទីក្រុងនឹងមានមនុស្សរស់នៅច្រើនខ្លាំងណាស់ធ្វើឲ្យអ្នកដែលរងរបួសនឹងរហូតទៅដល់60នាក់ស្លាប់12នាក់ហើយអគារជាង80ខ្នងត្រូវបានខូចខាតត្រាំបានគម្រាមពូទីនថាឲ្យតែរុស្ស៊ីហ៊ានវាយអ៊ុយក្រែនទាំងមូលរុស្ស៊ីនឹងដាំក្បាលចុះអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានប៉ុណ្ណឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយ